សួស្តីកូនក្រោយពីសិក្សាអំពីអក្សរ V តូចហើយបងប្អូនត្រូវសិក្សាអំពីអក្សរអ្វីទៀតដែលបាន admin ប្រាប់កាលពីម្សិលមិញណាគឺយើងត្រូវសិក្សាអំពីអក្សរ W ចាស់ដែលអក្សរ W គឺមានរូបរាងបែបនេះណាគឺខុសពីអក្សរ V តែបន្តិចទេត្រង់ថាគោះចុះមកក្រោមហើយឡើងទៅលើវិញអញ្ចឹងវាមានទម្រង់បែបនេះហៅថា W អញ្ចឹង W តូចនិង W ធំសរសេរបែបម៉េចចាប់សៀវភៅទាំងអស់គ្នាណាប៉ះយើងវាមិនពិបាកនៅក្នុងការសរសេរទេព្រោះយើងបានរៀនអំពីអក្សរ V រួចហើយអញ្ចឹង W ក៏ស្រដៀងគ្នាជាមួយនឹងអក្សរ V ដែរគ្រាន់តែមានទម្រង់បែបនេះគឺ V 2ដងតែម្ដងបើយើងនិយាយថា V 2ដងណាប៉ុន្តែបើយើងសរសេរឲ្យច្បាស់គឺវាបែបនេះគឺទម្រង់ W តែយើងសរសេរពេលខ្លះយើងសរសេរធំវាក៏របៀបអញ្ចឹងណាព្រោះបើថាយើងសរសេរតូចគឺស្រួលទេគឺស្រួលមែនតើឃើញអត់នេះគឺអត់មានបញ្ជាក់ខាងលើជូនបន្តិចថាដល់ពេលយើងសរសេរតូចទៅវាអត់ស៊ីកាឡាធំបែបហ្នឹងទេហើយចំណែកឯអក្សរ W តូចក៏មិនខុសគ្នាជាមួយនឹង W ធំដែរគឺមានទម្រង់ដូចគ្នាបែបដាក់គ្រាន់តែថាមួយតូចមួយធំដូចអក្សរ V ដែរអញ្ចឹងadminអត់លើកច្រើនទេណាគឺបង្រៀនបងប្អូនរបៀបសរសេរយកតែម្ដងចាទី1គឺបងប្អូនទៅចុចកលាណាព្រោះអានេះវាស៊ី space រៀងធំបន្តិចអញ្ចឹងគោះពីលើនេះចុះមកក្រោមត្រង់កលាយើងមួយកលាអញ្ចឹងកាលណាដែលយើងសរសេរធំគឺវាពិបាកនៅក្នុងការចំណាយ space អញ្ចឹងបងប្អូនគូសឡើងលើដូចអក្សរ V អញ្ចឹងហើយបងប្អូនគូសចុះមកក្រោមវិញណាឲ្យត្រង់ណាហើយក៏ឡើងទៅលើវិញអញ្ចឹងបង្កើតបានទៅជាអក្សរ W ចាអញ្ចឹង W តូចដូចគ្នាអញ្ចឹងគឺគ្រាន់តែគូសចុះមកក្រោមឡើងទៅលើចុះមកក្រោមឡើងទៅលើវិញគឺបង្កើតបានទៅជា W តូចហើយអញ្ចឹងadminធ្វើការបញ្យល់តែ W ធំទេដើម្បីឲ្យកូនចេះសរសេរធំអត់តូចក៏ដូចតែគ្នាអញ្ចឹងទី1បងប្អូនត្រូវគូសផ្ដេកចុះមកក្រោមឲ្យត្រង់ចំណុចអក្សរមកហើយចំណុចក្រិតពីលើនេះណាអញ្ចឹងបងប្អូនគូសឡើងទៅលើវិញបន្ទាប់មកចុះមកក្រោមវិញហើយក៏ឡើងទៅលើវិញដូចគ្នាអញ្ចឹងបង្កើតបានទៅជា W ចាបង្កើតបានទៅជាអក្សរ W អញ្ចឹង W គឺមានរូបរាងបែបនេះណាកូនណាអញ្ចឹងadmin អត់មានធ្វើការបញ្យល់ច្រើនជាងនឹងទេដោយសារតែវាមានរូបរាងស្រដៀងនឹងអក្សរ V គ្រាន់តែថែមវាភ្ជាប់គ្នាអញ្ចឹងបើសិនជាកូនសរសេរវាលក្ខណៈតូចវាងាយស្រួលជាងណាព្រោះវាចំណាយ space ក៏តូចដែរឃើញអត់អញ្ចឹងដល់ពេលដែលយើងសរសេរតូចពេលដែលយើងថ្នឹកដៃទៅ space ក៏វាអត់សូវស៊ីធំដែរហើយក៏យើងសរសេរត្រឹមតែប៉ុណ្ណេះគឺកាត់ W បាត់ទៅហើយចាអញ្ចឹងជួបគ្នាជាមួយនឹងវីដេអូក្រោយជាមួយនឹង admin បន្តទៀតជាមួយនឹងអក្សរ H ចាអញ្ចឹងជួបគ្នានៅវីដេអូក្រោយណាកូនកុំភ្លេចចាប់បិចសៀវភៅមកសរសេរ W ធំឲ្យបានច្រើនចំណែក W តូចវិញក៏ដូចតែគ្នាអញ្ចឹង admin សង្ឃឹមថាកូននឹងចេះទាំងពីរហើយយល់ដឹងថា W ធំ W តូចនឹងវារូបរាងបែបម៉េចវាសរសេរបែបម៉េចអញ្ចឹងណាកូនអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតអូខេបាយបាយជម្រាបលា